ពុកម៉ែបងប្អូនដែលដាំដុះទុរេនថ្ងៃនេះខ្ញុំមកតាមដានចការរបស់ពូវនីនៅខាងខ្នោបែកចំការលើបងប្អូនហើយដើមនេះពីដើមឈឺច្រើនមែនទែនគិតដល់សប្តាហ៍ថ្ងៃបានកែកុនបានពាក់រយៈពេលប្រហែលជា 2-3 ឆ្នាំហើយឥឡូវនេះមកតាមដានវគ្គត្រៀមប្រអប់ទឹកដើម្បីធ្វើ stress ហើយយើងមកតាមដានទាំងមូម៉ាន់ថងទាំងមូសាំងឃីងហើយពីដើមឈឺអត់ឈប់ទេឈឺលេខនិយាយហ្មងឈឺឥឡូវក្តៀងក៏អត់ចង់កាត់ដែរថាវាឈឺពេកឥឡូវនេះយកផ្កាយកផ្លែឥឡូវយើងមកមើលពួកមូសាំងឃីងបងប្អូនមូសាំងឃីងចាប់ដើមមកហើយនេះមកផ្កាមូសាំងឃីងមកផ្កាហើយដល់វគ្គបាញ់សំថាពួតពោះមែកហើយហ្គេនប៊ឺថែមហើយពីដើមហ្នឹងបាច់ទេនិយាយវាដូចខ្មោចទុរេននេះម្ចាស់ចការអង្គុយនេះដល់ពេលអត់ឲ្យធ្វើអីដល់ពេលឥឡូវមកផ្កាញឹមខ្ជិបនេះមូសាំងឃីងដែរនេះអេមសែមឥឡូវមកហើយគេមកហើយតាមពុះ